គាត់សួរថាការដែលយើងធ្វើអំដូលីសរំលាយខ្លាញ់មិនតឹងស្បែកសួរថាធ្វើបានប្រហែលឆ្នាំហើយខ្លាចមានផលប៉ះពាល់ទៅថ្ងៃក្រោយចំពោះប្រសិទ្ធភាពនៃអំដូលីសយើងនឹងឃើញប្រសិទ្ធភាពគឺបើគាត់ធ្វើតែមួយមុខអត់មានទីន디자인របស់ទេប្រសិទ្ធភាពសំពី3ទៅ6ខែហើយរយៈពេលដែលបានគឺ2ទៅ3ឆ្នាំហើយបើសិនជាអ្នកនងឯងគាត់អត់ធាត់គាត់អត់មានបញ្ហាស្បែកយាខ្លាំងគឺអាចប្រសិទ្ធភាពដល់ទៅ5ឆ្នាំតើមានផលប៉ះពាល់ទៅថ្ងៃក្រោយទេផលប៉ះពាល់គឺអត់មានដោយសារហេតុផលអីគេប្រើម៉ាស៊ីន laser 6D ជំនាន់ថ្មីម៉ាស៊ីន laser ហ្នឹងគឺយើងទទួលស្គាល់ថាបានប្រើប្រាស់ក្នុងការព្យាបាលអីផ្សេងហើយម៉ាស៊ីន laser នេះគឺកំណត់គោលដៅនៅក្នុងការព្យាបាលរំលាយខ្លាញ់នៅនឹងកន្លែងហើយធ្វើឲ្យខ្លាញ់ហ្នឹងជ្រាបចូលខ្លួនយើងបើមិនជាយើងអត់បានបូមខ្លាញ់នឹងចេញទេខ្លាញ់ហ្នឹងនឹងជ្រាបចូលទៅខ្លួនយើងដោយផ្ទាល់ហើយពេលដែលមានការរំលាយខ្លាញ់ហ្នឹងសូម្បីតែការហូរឈាមក៏មានដែរដោយសារវានឹងធ្វើការខាត់ឈាមដោយខ្លួនឯងហើយវាធ្វើការស្រូបខ្លាញ់ចូលទៅក្នុងរាងកាយយើងធ្វើឲ្យរាងកាយយើងអាចស្រូបខ្លាញ់នឹងបានហើយបន្តឹងស្បែកយើងពីព្រោះបងប្អូនកណ្ដាលបងប្អូនយើងដែលគាត់បូមខ្លាញ់ចេញគាត់អត់បន្តឹងទេគឺស្បែកគាត់យាអញ្ចឹងអានេះវាមានសមត្ថភាពធ្វើឲ្យបង្កើតភ្នាស collagen ពីក្រោមស្បែកនឹងដោយខ្លួនឯងអញ្ចឹងចំពោះតម្លៃគឺធ្វើទៅតាមទីតាំងបើផ្នែកគេកាត់ផ្សេងបើធាល់បើមុខទាំងមូលគេកាត់ផ្សេងបើនៅក្បាលពោះឬក៏ដើមដៃយើងមិនតឹងដើមដៃឬក៏ភ្លើគឺតម្លៃផ្សេងគ្នាទាំងអស់តើគូប៉ែតពេលតម្លៃចាក់ស្ដែងទើបអាចដឹងតម្លៃផលប៉ះពាល់គឺប៉ះពាល់រឿងថវិកាដែលយើងត្រូវចំណាយហើយបើសិនជាយើងគិតថាដើម្បីសុខភាពយើងស្អាតគឺយើងត្រូវតែធ្វើអ្វីដែលអត់មានផលប៉ះពាល់នេះជាបច្ចេកវិទ្យាសម័យថ្មីដែលអត់មានការវះកាត់អត់មានស្លាកស្នាមអត់មានការវះកាត់ហើយវាសុខភាពខ្ពស់បំផុតគ្រាន់ថាយើងត្រូវចំណាយលុយដើម្បីបច្ចេកវិទ្យាតែមិនចំណាយដល់ថ្នាក់ដែលយើងអ្វីដែលយើងមិនទទួលបាននេះគឺតម្លៃសមរម្យដោយតាមនយោបាយផ្សេងទៀតអញ្ចឹង